ស្ដីមកបងទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តរបស់រឿងយើងទាំងអស់គ្នាបន្ទាប់ពីហេសុងគេបានទិញដៃរបស់អូហេមកអោបនៅក្នុងរបងដៃហើយគេក៏បានសួរនាងថាគេអាចហៅឈ្មោះរបស់នាងថាជាស៊ូអាបានដែរឬទេតែហេសុងបានលើម្ដាយរបស់នាងបានហៅនាងថាស៊ូអាវាជាឈ្មោះកាលពីនាងនៅតូចអូហេបានប្រាប់ទៅកាន់ហេសុងថានាងគឺមិនចូលចិត្តឈ្មោះស៊ូអានោះទេបន្ទាប់ពីហេសុងគេបានត្រឡប់មកដល់ផ្ទះរបស់គេវិញហើយគេក៏បានប្រញាប់ទាញយកអាល់ប៊ុមរូបថតកាលពីគេនៅតូចយកមកមើលកាលពីកុមារភាពតួឯកប្រុសរបស់យើងមានទំនាក់ទំនងពិសេសជាមួយនឹងក្មេងស្រីម្នាក់នៅចាំបានទៀតតែក្មេងស្រីម្នាក់នោះធ្លាប់សុំគាត់រៀបការកាលពីពួកគេនៅតូចបន្ទាប់ពីហេសុងបានដឹងថាអូហេមានឈ្មោះថាស៊ូអាតើបគេចងចាំបានថាស្នេហាគ្រាដំបងរបស់គេគឺជាអ្នកគ្រូអូហេនេះហើយបន្ទាប់ពីគិតនៅរឿងអស់ទាំងនេះហេសុងក៏បានលួចញញឹមតែម្នាក់ឯងក៏លេចមើលមកកាន់ផ្ទះរបស់លោកស្រីស៊ូវ៉ាវិញម្ដងពួកគេកំពុងតែពិភាក្សាអំពីកម្មវិធីជប់លៀងរបស់សាលារៀនបាងមូនក៏ព្រោះតែកម្មវិធីនោះត្រូវបានភ្ញៀវសំខាន់ជាច្រើនអញ្ជើញមកចូលរួមលោកស្រីស៊ូវ៉ាពិតជាយកចិត្តទុកដាក់ក្នុងការប្រឡងរបស់កូនស្រីគាត់ខ្លាំងណាស់ថាការប្រឡងអ្វីនោះទេអ្វីដែលសំខាន់គឺត្រូវតែយកចំណាត់ថ្នាក់លេខ1មកឲ្យគាត់ឲ្យតតែបានលោកស្រីស៊ូវ៉ាបានប្រាប់ទៅកាន់កូនស្រីថាការប្រឡងជ្រើសរក model របស់សាលារៀនត្រូវតែយកលេខ1ឲ្យបានព្រោះគាត់គិតថានេះមិនមែនជារឿងលំបាកនោះទេគាត់នឹងមិនសប្បាយចិត្តប្រសិនបើកូនស្រីគាត់សម្បីតែរឿងតូចតាចបែបនេះក៏មិនអាចធ្វើបានតែជីវិតរបស់យេណាពិតជាមានសម្ពាធខ្លាំងណាស់នៅពេលដែលនៅជាមួយនឹងម្ដាយចំណែកឯអ្នកគ្រូអូហេវិញមើលទៅនាងពេលនេះគឺពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់នាងនៅតែកាត់ដល់រឿងដែលបានកើតឡើងកាលពីយប់មិញក៏ព្រោះតែនាងបាននៅក្នុងរបងដៃរបស់ហេសុងនៅពេលដែលបានដឹងថាមាននរណាម្នាក់កំពុងតែសម្លឹងមើលនាងក៏បានបញ្ឈប់ការរាំភ្លាមហេសុងគេបានសួរអ្នកគ្រូរបស់គេថាគេលក់ស្រួលដែរឬទេកាលពីយប់មិញបន្ទាប់មកគេក៏បានចាប់ផ្ដើមសួរអំពីស្នេហាដំបូងរបស់អ្នកគ្រូអូហេតួឯងស្រីមិនយល់នោះទេហើយអ្វីបានជាហេសុងគេចាប់អារម្មណ៍ជាមួយនឹងរឿងរបស់នាងបែបនេះដោយសារតែមើលឃើញថាអូហេមិនមានអារម្មណ៍នៅក្នុងខ្លួនភ្លាមនោះគឹមរៀនក៏បានសួរនាងថាតើនាងមានអ្វីកើតឡើងមែនដែរទេមិនរងចាំយូរអូហេក៏បានប្រាប់រឿងរ៉ាវដែលកើតឡើងទាំងអស់ទៅកាន់គឹមរៀននាងមិនត្រឹមតែសរសើរហេសុងទេហើយថែមទាំងបានចាត់ទុកគេជាវរៈបរោះក៏ព្រោះតែគេបានជួយនាងកាលពីយប់មិញភ្លាមនោះគឹមរៀនក៏បាននិយាយថានាងមើលទៅហាក់ដូចជាបានលងស្នេហ៍ទៅលើកូនសិស្សរបស់ខ្លួនឯងហើយអូហេថែមទាំងបាននិយាយទៀតថានាងចង់បើកភ្លើងពណ៌បៃតងសម្រាប់ទំនាក់ទំនងរបស់ពួកគេហើយគឹមរៀនមិនយល់ស្របដូចជាអូហេនោះទេគេបាននិយាយទៀតថាមើលទៅអូហេប្រហែលជាមិនដែលមានមិត្តប្រុសពីមុនមកទេទើបបានជាគេមានអារម្មណ៍បែបនេះការជួយសង្គ្រោះនរណាម្នាក់ចេញពីគ្រោះថ្នាក់មិនមានន័យថាគេស្រឡាញ់យើងឡើយគឹមរៀនគិតថាអូហេនេះបានយកច្រឡំអំពីអំពើល្អរបស់ហេសុងហើយនោះលោកគ្រូម្នាក់ក៏បានយករូបថតរបស់បេក្ខជនដើម្បីមកជ្រើសរើសរួមគ្នារូបថតរបស់បេក្ខជនជាច្រើនត្រូវបានដាក់តម្រៀបនៅលើតុនៅក្នុងចំណោមពួកគេត្រូវជ្រើសរើសតែប្រុសម្នាក់និងស្រីម្នាក់ប៉ុណ្ណោះនោះលោកគ្រូម្នាក់ក៏បានលើកយករូបថតរបស់យេណាឡើងមកក៏ព្រោះតែគាត់បានជ្រើសរើសយកនាងដើម្បីបិទនៅលើ poster របស់សាលារៀននៅពេលវេលាបន្ទាប់គឺត្រូវជ្រើសរើសយកសិស្សប្រុសវិញម្ដងគ្រូអូហេបានជ្រើសរើសយកហេសុងក៏ព្រោះតែគាត់គិតថាគេពិតជាស័ក្តិសមតំណាងឲ្យសាលារៀនពេលនោះក៏ស្រាប់តែមានមតិប្រឆាំងឡើងមកដើម្បីឲ្យមានភាពយុត្តិធម៌លោកគ្រូអ្នកគ្រូត្រូវតែបោះឆ្នោតដើម្បីជ្រើសរើសយកសិស្សប្រុសម្នាក់តំណាងឲ្យសាលារៀនក្នុងចំណោមសិស្សប្រុសទាំងពីរនាក់នេះប្រសិនបើនរណាទទួលបានសន្លឹកឆ្នោតច្រើនជាងគេម្នាក់នោះនឹងត្រូវជ្រើសរើសតំណាងឲ្យសាលារៀនមួយយ៉ុងទាំងមូលបន្ទាប់ពីបោះឆ្នោតហើយការស្រង់មតិក៏បានចាប់ផ្ដើមនេះដែរសន្លឹកឆ្នោតរបស់បេក្ខជនទាំងពីរនាក់គឺស្មើគ្នាដូច្នេះហើយសន្លឹកឆ្នោតចុងក្រោយមួយនេះនឹងកំណត់ថានរណាម្នាក់នឹងអាចទទួលបានជោគជ័យតួឯកស្រីរបស់យើងគឺពិតជាបាត់ភ័យខ្លាំងណាស់ក៏ព្រោះតែនាងចង់ឲ្យហេសុងទទួលបានពិន្ទុបន្ថែមដូចគ្នាចំណែកហេសុងវិញគេក៏មិនខុសពីនាងដែរគេកំពុងតែអង្គុយរងចាំលទ្ធផលដែលត្រូវប្រកាសមិនយូរប៉ុន្មានមិត្តភ័ក្តិរបស់គេក៏បានយកលទ្ធផលមកប្រកាសប្រាប់អ្នករាល់គ្នាពេលនេះហេសុងគឺទទួលបានជោគជ័យហើយក៏ព្រោះតែសន្លឹកឆ្នោតមួយចុងក្រោយនោះគឺបានទៅលើហេសុងដើម្បីអបអរនូវភាពជោគជ័យរបស់គេក៏បាននាំមិត្តភ័ក្តិទាំងអស់គ្នាទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្នាតាមផ្លូវទៅញ៉ាំអាហារហេសុងបានឃើញយូជីនកំពុងតែអាកាន់សៀវភៅជាច្រើនទៅកាន់បណ្ណាល័យរួចហើយគេក៏បានស្ម័គ្រចិត្តជួយកាន់សៀវភៅអស់ទាំងនោះឲ្យទៅកាន់យូជីនគេភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីបានឃើញសៀវភៅលំបាកជាច្រើនរបស់យូជីនដែលត្រូវអានតែហើយវាមិនចម្លែកនោះទេដែលនាងទទួលបានចំណាត់ថ្នាក់ល្អដាច់គេប្រចាំសាលារៀនពេលដែលរៀបចំសៀវភៅទុកដាក់រួចហើយគេនៅតែបន្តដើរតាមយូជីនពីខាងក្រោយក៏ព្រោះតែគេចង់សុំទោសយូជីនដែលគេជ្រៀតជ្រែករឿងផ្ទាល់ខ្លួនរបស់នាងនៅក្នុងសាលារៀនក៏ប៉ាត់មូលហេតុដែលគេធ្វើបែបនេះក៏ព្រោះតែគេបារម្ភហើយនឹងយកចិត្តទុកដាក់ពីនាងតែប៉ុណ្ណោះយូជីនបានប្រាប់ទៅកាន់ហេសុងថាយេណាមិនមែនជាមនុស្សដែលគួរឲ្យស្អប់ដូចជាគេបានគិតឡើយនាងគឺជាមនុស្សដែលឯកាខ្លាំងណាស់ហើយថែមទាំងមានសម្ពាធនៅក្នុងគ្រួសារទៀតផងតាមពិតនាងមិនខុសខើដូចជាអ្វីដែលនាងបានបង្ហាញឲ្យហេសុងបានឃើញឡើយបើតើនាងគ្រាន់តែចង់ធ្វើរឿងខ្លះដើម្បីឲ្យហេសុងចាប់អារម្មណ៍នឹងនាងតែប៉ុណ្ណោះមុននឹងពួកគេបញ្ចប់ការសន្ទនាយូជីនក៏បានសុំឲ្យហេសុងកុំស្អប់យេណាអីមិនយូរប៉ុន្មានហេសុងក៏បានទទួលទូរស័ព្ទពីថ្នាក់លើរបស់គេរឿងក្តីសន្តិសុខធ្លាក់ពីលើដំបូលអគារពេលនេះបានបញ្ចប់ហើយក្រុមបានហៅហេសុងទៅពិភាក្សាដោយផ្ទាល់ជាមួយនឹងគាត់អំពីរឿងនេះបន្ទាប់ពីស៊ើបអង្កេតអស់រយៈពេលយ៉ាងយ
យូរគេបានរកឃើញថាបរិសុទ្ធជាសន្តិសុខនោះមានកូនស្រីម្នាក់តែកូនស្រីរបស់គេគឺមានជំងឺតម្រងនោមធ្ងន់ធ្ងរនាងបានសម្រាប់ជាបាននៅក្នុងមន្ទីរពេទ្យមួយកន្លែងតែថ្មីនេះនាងត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យដែលគ្រប់គ្រងដោយមូលនិធិបាងមូនតែថ្លៃព្យាបាលវិញខាងមូលនិធិគឺជាអ្នករ៉ាប់រងការចំណាយទាំងអស់ពួកគេបានបញ្ចប់រឿងក្តីហើយសន្និដ្ឋានថាអ្នកយាមបានធ្វើអត្តឃាតដោយខ្លួនឯងយោងទៅតាមការសន្និដ្ឋានហើយសុងបាននិយាយថាបន្ទប់ក្រំដីនៅក្នុងអគារចាស់នោះគឺពុករបស់គេជាអ្នកធ្វើឡើងមិនមែនជាអ្វីដែលនាយកសាលាបានធ្វើឡើយដំបូងហើយសុងគិតថាមានតែនាយកសាលាម្នាក់ទេដែលតាមស្វែងរកដំណឹងរបស់ដុំមៀតែមើលទៅពេលនេះដុំមៀដូចជាកំពុងតែនៅក្នុងដៃរបស់លោកស្រីសូវ៉ាចំណែកឯនាយកសាលាវិញក៏មិនបានដឹងអំពីរឿងនេះដែរដូច្នេះហើយការបាត់ខ្លួនរបស់ឪពុកហេសុងច្បាស់ជាមានការតាក់ទងជាមួយនឹងលោកស្រីសូវ៉ាមិនខានការងារបន្ទាប់ដែលត្រូវធ្វើគឺត្រូវតែបំបែកពីជាចាមរាមរឿងខ្មោចទី3ដែលមាននៅក្នុងសាលារៀនប៊ូយ៉ុងនោះគឺព្យ៉ាណូអាចបន្លឺសំឡេងដែលគ្មានមនុស្សចុចបានមីចុងនាងបានរកទិន្នន័យតាក់ទងនឹងការលេងព្យ៉ាណូខ្លះៗឲ្យក្រុមរបស់នាងបានយល់តែអ្វីដែលសំខាន់ក្រុមរបស់ពួកគេទាំង4នាក់មិនមាននរណាម្នាក់អាចលេងព្យ៉ាណូបានឡើយពិតជាលំបាកខ្លាំងណាស់ដែលត្រូវឲ្យពួកគេបំបែករឿងក្តីដែលតាក់ទងជាមួយនឹងការលេងព្យ៉ាណូនៅពេលដែលអ្នកគ្រប់គ្នាកំពុងតែកាត់មិនចេញភ្លាមនោះអូហេក៏បានដើរចូលមកជាមួយនឹងភាពជឿជាក់របស់នាងបាននិយាយទៀតថាការលេងព្យ៉ាណូសម្រាប់នាងគឺវាមិនលំបាកឡើយហើយសងបាននិយាយប្រាប់ទៅកាន់អូហេបើសិនជាមានការថ្លោះថ្លោយនោះនាងច្បាស់ជាអាចត្រូវបានគេបណ្ដេញចេញអូហេបានប្រាប់ថានាងមិនមែនធ្វើកិច្ចការងារនេះដោយទទេឡើយនាងគឺត្រូវការការតបស្នងដូចគ្នានាងបានសុំឲ្យមេក្រុមអ៊ុនដាក់បញ្ចូលនាងគឺជាភ្នាក់ងារសម្ងាត់ពេលដែលរឿងបានបញ្ចប់ហើយត្រូវតែឲ្យនាងធ្វើជាគ្រូពេញសិទ្ធនៅក្នុងវិទ្យាល័យប៊ូយ៉ុងនេះផងដែរហើយសងមិនចង់ឲ្យអូហេប្រថុយគ្រោះថ្នាក់ជាមួយនឹងគេទេទីបំផុតមេក្រុមអ៊ុនក៏បានយល់ស្របហើយថែមទាំងបានធ្វើកិច្ចសន្យាជាមួយនឹងអូហេទៀតផងតួឯកស្រីរបស់យើងមិនស្ទាក់ស្ទើរនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះឡើយយូរប៉ុន្មានហេសុងក៏បានទាញដៃនាងចេញមកខាងក្រៅដើម្បីនិយាយគ្នាហេសុងគេបានបញ្យល់ថាការងារមួយនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់នាងហេសុងគេថែមទាំងបានសួរនាងទៀតថាអ្វីមិនជាចង់ធ្វើជាគ្រូពេញសិទ្ធនៅក្នុងវិទ្យាល័យនេះខ្លាំងម្ល៉េះភ្លាមនោះដែរអូហេក៏បាននិយាយថានាងធ្លាប់បានសន្យាជាមួយនឹងកូនសិស្សរបស់នាងម្នាក់ហើយស្រីនោះគឺជាសិស្សដំបងបង្អស់ដែលអូហេនាងបានបង្រៀននាងនិយាយទៀតថានេះគឺជាបំណងប្រាថ្នារបស់កូនសិស្សម្នាក់នោះនៅថ្ងៃបន្ទាប់ហេសុងគេបានចំណាយពេលវេលានៅតែម្នាក់ឯងនៅលើដំបូលរបស់សាលារៀនគាត់ធ្លាប់តែជាមនុស្សដែលមិនខ្វល់ពីអ្វីទាំងអស់តែពេលនេះបែរជាផ្លាស់ប្ដូរដោយសារតែអូហេមិនយូរប៉ុន្មានអូហេក៏បានទូរស័ព្ទមករកហេសុងអូហេបានប្រាប់ថានាងបានឃើញនាយកសាលាកំពុងតែនៅជាមួយនឹងលោកស្រីសូវ៉ាបានឃើញអ្នកទាំងពីរនាក់កំពុងតែស្កេនក្រយ៉ាវដៃដើម្បីចូលទៅក្នុងបន្ទប់សម្ងាត់នេះមានន័យថាមានតែម្រាមដៃរបស់ពួកគេទាំងពីរនាក់ប៉ុណ្ណោះដែលអាចបើកទ្វារនោះបានពេលនោះដែរនាងក៏បានរៀបចំគម្រោងការដើម្បីយកក្រយ៉ាវដៃរបស់នាយកសាលារៀនបន្ទាប់ពីទទួលបានក្រយ៉ាវដៃរបស់នាយកសាលាហើយនាងក៏បានប្រញាប់ទៅរកហេសុងក៏បានប្រើជំនាញដែលជាភ្នាក់ងារសម្ងាត់របស់គេដើម្បីទាញយកក្រយ៉ាវដៃនោះចេញមកគេទាំងពីរនាក់បានចំណាយពេលវេលាហ្វឹកហាត់ការលេងព្យ៉ាណូជាមួយនឹងគ្នាជារៀងរាល់ថ្ងៃតួឯកប្រុសរបស់យើងមិនអាចប្រមូលផ្ដុំអារម្មណ៍របស់គាត់បានឡើយនៅពេលដែលគាត់បាននៅក្បែរមនុស្សជាទីស្រឡាញ់របស់គាត់បែបនេះឆ្លៀតពេលដែលទំនេរហេសុងក៏បានបង្រៀនអូហេពីក្បាច់ខ្លះៗដើម្បីទុកការពារខ្លួនពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាទ្វេដងឥឡូវនេះដែរហាងលក់មាន់បំពងត្រូវបានផ្លាស់ក្លាយទៅជាការិយាល័យកណ្ដាលរបស់ក្រុមស៊ើបអង្កេតនេះមេក្រុមអ៊ុនបាននាំអូហេមកកាន់ការិយាល័យរបស់គាត់ពួកគេទាំងអស់គ្នាកំពុងតែប្រជុំដើម្បីរៀបគម្រោងការចូលទៅក្នុងវិទ្យាល័យប៊ូយ៉ុងនៅថ្ងៃរៀបចំកម្មវិធីជប់លៀងនៅពេលដែលកម្មវិធីកំពុងតែដំណើរការហេសុងជាមួយនឹងអូហេត្រូវតែលួចចូលទៅក្នុងបន្ទប់សម្ងាត់ដែលមានដាក់ព្យ៉ាណូនៅខាងក្នុងនោះចំណែកមីចុងជាមួយនឹងយ៉ុងហ៊ុនត្រូវបន្លំខ្លួនធ្វើជាអ្នកបម្រើនៅក្នុងកម្មវិធីពួកយើងត្រូវតែផ្ដាច់ភ្លើងមុននឹងដំណើរការសកម្មភាពជាវៀងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតពីស្ដាប់មេក្រុមអ៊ុនពន្យល់យ៉ាងក្បោះក្បាយហើយអ្នកទាំងអស់គ្នាក៏បានយល់ស្របជាមួយនឹងផែនការមួយនេះមិនយូរប៉ុន្មានថ្ងៃកម្មវិធីក៏បានចូលមកដល់យូរដែលមានមុខមាត់ជាច្រើនក៏បានមកចូលរួមនៅក្នុងកម្មវិធីមួយនេះហេសុងក៏បានដើរចូលមកកម្មវិធីដើម្បីជជែកជាមួយនឹងក្រុមប្រឹក្សានិស្សិតរបស់គេតួឯកប្រុសពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលគេបានឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកគ្រូអូហេនៅពេលនេះផែនការរបស់ពួកគេក៏ចាប់ផ្ដើមដំណើរការឡើងផងដែរក្នុងនាមជាអ្នករៀបចំកម្មវិធីលោកស្រីសូវ៉ាក៏បានដើររាក់ទាក់ជាមួយនឹងភ្ញៀវទាំងឡាយមុននឹងចាប់ផ្ដើមការងារហេសុងបានបំពាក់ខ្សែកដែលមានកាមេរ៉ាសុវត្ថិភាពឲ្យទៅកាន់អ្នកគ្រូអូហេគាត់បានសន្យាថានឹងការពារនាងដោយប្រើជីវិតរបស់គាត់ផ្ទាល់ដូច្នេះហើយនាងមិនចាំបាច់ភ័យខ្លាចនោះទេសារតែឃើញជើងរបស់យេណាមានបញ្ហាយូជីនក៏បានសួរថាតើមានរឿងអ្វីកើតឡើងយេណានាងហាក់ដូចជាមិនពេញចិត្តជាមួយនឹងយូជីនឡើយវាអ្នកទាំងពីរពេលនេះគឺមិនចុះសម្រុងគ្នានោះទេទំនាក់ទំនងរបស់ពួកគេក៏កាន់តែអាក្រក់ឡើងវាក៏ជាលើកទី1ដែរដែលយូជីនតែកំភ្លៀងយេណាមើលទៅទំនាក់ទំនងនេះមិនអាចផ្សះផ្សាបាននោះទេនៅក្នុងបន្ទប់ VIP លោកស្រីសូវ៉ាបានទទួលភ្ញៀវរបស់គាត់ដោយសារតែមានតម្លៃមួយដងនេះគឺជាពេលវេលាដ៏ល្អដែលហេសុងជាមួយនឹងអូហេត្រូវធ្វើប្រតិបត្តិការរបស់ពួកគេបន្ទាប់ពីយ៉ុងហ៊ុនផ្ដាច់ភ្លើងអ្នកទាំងពីរក៏ប្រញាប់ចូលទៅក្នុងបន្ទប់សម្ងាត់យ៉ាងលឿនពីនេះមិនទាន់បានចូលទៅដល់ក្នុងបន្ទប់សម្ងាត់ផងពេលនោះភ្លើងក៏ចាប់ផ្ដើមមានឡើងវិញដូច្នេះ
ហើយផែនការរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរភ្លាមចុងបានប្រាប់ផ្លូវដែលគ្មានកាមេរ៉ាសុវត្ថិភាពរួមជាមួយនឹងអ្នកយាមទៅកាន់អ្នកទាំងពីរទីបំផុតពួកគេក៏បានមកដល់មាត់ទ្វាររបស់បន្ទប់សម្ងាត់ពួកគេបានប្រើប្រាស់ក្រយៅដៃរបស់នាយកសាលាដើម្បីបើកទ្វារតែក្រយៅដៃមួយនោះគឺមិនដំណើរការនោះទេមិនយូរប៉ុន្មានហេសុងក៏ត្រូវបានវាយប្រហារដោយអ្នកការពារចំណែកអូហេវិញនាងក៏បានប្រើថ្នាំសណ្ដំរបស់នាងចាក់ភ្លាមទៅលើបុរសនោះពួកគេទាំងពីរនាក់បានព្យាយាមបើកទ្វារនោះជាលើកទី2នៅទីបំផុតទ្វារក៏ត្រូវបានបើកដោយជោគជ័យអ្នកទាំងពីរប្រញាប់ប្រញាល់ទៅរកព្យ៉ាណូនោះយ៉ាងលឿនអ្នកទាំងពីរលេងព្យ៉ាណូនោះបណ្ដាសង្កេតមើលចំណុចដែលសង្ស័យនៅលើព្យ៉ាណូនោះបណ្ដាហេសុងគេបានសង្កេតឃើញថាគ្រាប់ចុចដែលនៅលើព្យ៉ាណូនោះមិនដំណើរការជាច្រើនគ្រាប់ពួកគេទាំងពីរនាក់មិនបានរកឃើញអ្វីលើពីនេះនោះទេទោះបីជាពួកគេបានលេងភ្លេងតែក៏គ្មានអ្វីប្រែប្រួលដែរបន្ទាប់ពីពួកគេបានកត់ចំណាំរាល់ចំណុចសង្ស័យហើយមេក្រុមអូនក៏ប្រញាប់ឲ្យពួកគេចាក់ចេញពីទីនោះមុនពេលដែលចាក់ចេញហេសុងបានប្រាប់អូហេថាគេត្រូវលុបកំណត់ត្រាចេញចូលនៅក្នុងកុំព្យូទ័រមួយនេះសិនតែគេបែរជាបានប្រទះឃើញព័ត៌មានដ៏សំខាន់នៅក្នុងកុំព្យូទ័រយូរដៃមួយនេះទៅវិញក្នុងនោះបានបង្ហាញពីប្រតិបត្តិការសម្ងាត់របស់ក្រុមពួកគេថែមទាំងមានប្រវត្តិរូបរបស់គេនៅខាងក្នុងនោះទៀតផងវាហាក់ដូចជាក្រុមមួយនៅក្នុងផ្នែកស៊ើបអង្កេតត្រូវបានក្លាយជាជនក្បត់របស់អ ក្រិតជនតាមនរណាធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់តើនរណាគឺជាជនក្បត់របស់ក្រុមសម្ងាត់កុំភ្លេចតាមដានទស្សនានៅភាពបន្ត